សួស្តីបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះយើងមកបន្តការស្ដាប់អត្ថបទរឿងរបស់យើងបន្តទៅទៀតដោយការពីជំពូកមុនយើងបានដល់កន្លែងត្រង់ព្រឹត្តិការណ៍របស់កុលសម្ព័ន្ធមូឡានជជែកវែកគ្នាអំពីថាតើហេតុអ្វីបានជាបុរសម្នាក់នោះអាចដឹងនឹងរកឃើញទីតាំងរបស់ពួកគេដែលបុរសអ្នកនោះមិនមានអ្នកណាក្រៅពីហាន់ឌីនោះទេអូខេដើម្បីកុំឲ្យខាតពេលវេលាយូរយើងមកស្ដាប់ការអានអត្ថបទរឿងរបស់យើងបន្តទៀតត្រង់ចំពុកទី691ដែលមានចំណងជើងថារន្ទះរុញខ្យល់តោះយើងស្ដាប់ទាំងអស់គ្នាហាន់លីបានដើរតាមវាច្បងណាឡុងនិងក្រុមរបស់ពួកគេដោយហោះកាត់ខ្យល់ព្យុះខ្សាច់បានរាប់សិបគីឡូម៉ែត្រក្នុងអំឡុងពេលនោះមិនមានអ្នកចម្បាំងអក្សរាវិរុទ្ធណាមួយបង្ហាញខ្លួននៅចំពោះមុខពួកគេនោះទេបន្ទាប់មកហាន់លីបានរំលឹកពីអ្វីដែលគាត់បានរកឃើញដោយអចេតនានៅពេលដែលគាត់បានឆ្លងកាត់ការរឹតបន្តឹងដោយសារតែគាត់មិនអាចប្រើអារម្មណ៍ខាងវិញ្ញាណរបស់គាត់ដើម្បីមើលឃើញតាមរយៈព្យុះខ្សាច់ជំរឿតែមួយគត់របស់គាត់គឺបញ្ជូនធម៌ពលខាងវិញ្ញាណរបស់គាត់ទៅតាមភ្នែករបស់គាត់ជំនួសវិញជាលទ្ធផលបានធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់អាចមើលឃើញយ៉ាងច្បាស់នៅក្នុងព្យុះខ្សាច់តក្រាស់នោះដែលធ្វើឲ្យគាត់សប្បាយចិត្តទោះជាយ៉ាងណាក៏ដោយគាត់ក៏មានអារម្មណ៍ភ្ញាក់ផ្អើលផងដែរពេលឃើញស្រមោលរាងជារង្វង់ក្នុងព្យុះខ្សាច់ដែលមានចម្ងាយ40ម៉ែត្រពីគាត់ដោយភាពតក់ស្លុតគាត់បានដកយកធម៌ពលខាងវិញ្ញាណពីក្នុងភ្នែករបស់គាត់វិញហើយស្រមោលនោះក៏មិនអាចមើលឃើញទៀតដែរភ្នែកទទេរបស់គាត់ឥឡូវនេះអាចមើលឃើញតែព្យុះខ្សាច់តែប៉ុណ្ណោះគាត់បានបើកការមើលឃើញតាមវិធីនេះម្ដងទៀតហើយស្រមោលក៏បានលេចឡើងម្ដងទៀតក្នុងទីតាំងដើមរបស់វាប៉ុន្តែលើកនេះហាន់ឌីបានបញ្ជូនធម៌ពលខាងវិញ្ញាណកាន់តែច្រើនចូលទៅក្នុងភ្នែករបស់គាត់អាចមើលឃើញស្រមោលនោះកាន់តែច្បាស់បន្តិចជាងមុនហើយគាត់អាចមើលឃើញស្រមោលរំកិលចុះឡើងមកខាងក្នុងព្យុះខ្សាច់នោះអ្វីត្បិតតែគាត់មិនបានដឹងថាសមត្ថភាពដ៏អស្ចារ្យអ្វីដែលត្រូវបានប្រើប្រាស់ក៏ដោយគឺមានតែអ្នកចម្បាំងអក្សរាវិរុទ្ធប៉ុណ្ណោះដែលអាចលាក់ខ្លួនពីអ្នកវឹកហាត់កម្រិតនេះសិនសូលនៅក្នុងនោះបានវាហាក់ដូចជាខ្មាំងសត្រូវក៏ដឹងថាក្រុមរបស់ហាន់ឌីមានអំណាចខ្លាំងប៉ុណ្ណាហើយពួកគេមិនមានបំណងចង់ប្រយុទ្ធនោះទេដោយទៅវិញបែរជាជ្រើសរើសយកការឃ្លាំមើលជំនួសវិញដូច្នេះហាន់ឌីមិនបានបង្ហាញទីតាំងរបស់ពួកគេនោះទេហើយក៏បានចាកចេញទៅដោយសារមនុស្សទាំងនេះមិនមានភាពក្លាហានក្នុងការប្រយុទ្ធបន្ទាប់មកហាន់ឌីនិងមនុស្សផ្សេងទៀតក៏បានចាកចេញពីព្យុះខ្សាច់ពណ៌លឿងនោះពួកគេបានហោះចេញភ្លាមដោយពន្លឺភ្លើងនិងពន្លឺផ្សេងទៀតដោយការហោះរបស់ពួកគេបានហែកមេឃក្នុងល្បឿនដ៏លឿនបំផុតរបស់ពួកគេបើសិនបើពួកគេមិនបានចាកចេញពីខ្សាច់នោះទេជីវិតរបស់ពួកគេនឹងត្រូវប្រឈមមុខនឹងហានិភ័យដោយត្រូវប្រឈមនឹងអ្នកបណ្ដាថ្នាក់ពីកងទ័ពធំរបស់អ្នកចម្បាំងអក្សរាវិរុទ្ធដែលមានចំនួនរាប់មិនអស់ហើយដូច្នេះហើយរៀនច្បងណានឡុងនិងអ្នកផ្សេងទៀតបានហោះហើរឲ្យបានលឿនតាមតែអ្វីដែលពួកគេអាចធ្វើបានជាមួយនឹងការដាំដុះយ៉ាងស៊ីជម្រៅនិងល្បឿនដ៏អស្ចារ្យរបស់ពួកគេអាចរកឃើញដានពណ៌បៃតងនៅលើជើងមេឃក្នុងរយៈពេលតិចជាងកន្លះថ្ងៃនៃការហោះហើររបស់ពួកគេទីបំផុតពួកគេបានទៅដល់គែមនៃវាលទំនាបមូឡាន
រៀនច្បងណានឡងបានដកដង្ហើមធំហើយញញឹមថាល្អណាស់ទីបំផុតយើងអាចសម្រាកបានហើយបន្ទាប់ពីរយៈពេលយូរនៃការហោះហើរល្បឿនលឿនបែបនេះពួកគេបានប្រើប្រាស់ធម៌ពលវេទមន្តក្នុងបរិមាណដ៏ច្រើនទោះបីជាគាត់អាចទ្រាំទ្រនឹងវាក៏ដោយក៏អ្នកផ្សេងទៀតប្រកាសជាមិនទទួលបានលទ្ធផលល្អជាងនេះនោះដែរអ្នកតាមដោះទាំងអស់បានដកដង្ហើមធំដោយក្តីសំណោះហើយនិយាយថាចាប់តាំងពីពួកយើងបានមកដល់ទីនេះដោយមិនមានបញ្ហាអ្វីហើយពួកយើងក៏ត្រូវប្រុងប្រយ័ត្នផងដែរព្រោះក៏មានតួអង្គដ៏អស្ចារ្យនៅក្នុងចំណោមអ្នកចម្បាំងអក្ខរាវិរុទ្ធផងដែរហើយពួកគេគឺមានសមត្ថភាពដែលពួកយើងមិនអាចយល់បានបុរសចំណាស់សក់សបាននិយាយសម្ដីរបស់ខ្លួនដោយសម្លេងស្រែកហើយគាត់មើលទៅក្រោយដោយសង្ស័យហាន់ឌីមានអារម្មណ៍ថាបេះដូងរបស់គាត់លូតញាប់ពេលគាត់រៀបសួរទៅបុរសចំណាស់នោះនៅសំណួរគាត់ក៏បានឮសំឡេងបែកធ្លាយពីក្រោយផងដែរមួយរំពេចនោះសំឡេងក៏កាន់តែខ្លាំងឡើងតាក់ទាញអារម្មណ៍ពីគ្រប់គ្នាពួកគេឃើញពន្លឺពណ៌សភ្លឺលើជើងមេឃពីក្រោយពួកគេមានពន្លឺរាងតូចមួយដែលមានល្បឿនមករកពួកគេក្នុងល្បឿនមិននឹកស្មានដល់បុរសចំណាស់ពេលអាវសបានទទួលស្គាល់ថាវាជាអ្វីចម្លែកហើយបង្ហាញនៃការខឹងសម្បារយ៉ាងខ្លាំងហើយក៏បាននិយាយថាវាមិនល្អទេនោះគឺជារទេះខ្យល់របស់ពួកអ្នកចម្បាំងមូឡានពួកគេនឹងមិនហ៊ានដេញតាមយើងទេលុះត្រាតែពួកគេមានចំនួនប្រហាក់ប្រហែលគ្នានៃអ្នកចម្បាំងអក្ខរាវិរុទ្ធដែលមានកម្រិតនេះស៊ីសិនសូលបន្ទាប់ពីប្រើធម៌ពលខាងវិញ្ញាណទៅលើពួកគេលោកវាងធឿនគូបាននិយាយដោយអបអួរថាមានអ្នកចម្បាំងកម្រិតនេះសិនសូល5នាក់អង្គុយនៅក្នុងនោះវាហាក់ដូចជាពួកគេមិនចង់កំចាត់ពួកយើងទេប៉ុន្តែដើម្បីបញ្ឈប់ពួកយើងអនុញ្ញាតឲ្យពួកគេបញ្ឈប់ពួកយើងបានទេហើយយើងនឹងមិនអាចកំចាត់អ្នកចម្បាំងអក្ខរាវិរុទ្ធទាំង5នាក់ក្នុងរយៈពេលដ៏ខ្លីបានដែរលើសពីនេះទៅទៀតពួកគេនឹងធ្វើសកម្មភាពរួមគ្នាដើម្បីការពារពួកយើងពីការរត់គេចតោះពួកយើងបំបីគ្នាហើយប្រើសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នកដើម្បីគេចពីពួកគេនេះជាថ្មទីតាំងម្នាក់អាចយកមួយហើយចងចាំរបស់នោះក្នុងរយៈពេល3ថ្ងៃយើងនឹងប្រមូលផ្ដុំនៅទីនោះម្ដងទៀតនៅពេលដែលរៀនច្បងណានឡុងនិយាយចប់គាត់បានយករូបចម្លាក់ត្បូងថ្មដូចគ្នាមួយចំនួនចេញមកភ្លាមហើយបោះវាទៅឲ្យមនុស្សគ្រប់គ្នាមិត្តណវិខាត់ដាវទាំងអស់ថែរក្សាខ្លួនខ្ញុំនឹងជួបអ្នកម្ដងទៀតក្នុងរយៈពេល3ថ្ងៃរៀនច្បងណាឡុងបន្ទាប់មករួមរាងកាយរបស់គាត់ដោយពន្លឺពណ៌មាសហើយបាញ់ចេញដោយមិនបង្អង់យូរបុរសចំណាស់ពាក់អាវសបានប្រែខ្លួនទៅជាពន្លឺពណ៌សហើយហោះចេញទៅទិសដៅផ្សេងពីរៀនច្បងណានឡុងចំណែកអ្នកផ្សេងទៀតដែលបានទទួលដុំថ្មនោះហើយចាប់ផ្ដើមបែកគ្នាដោយមិនបង្អង់យូរដោយប្រើបច្ចេកទេសសម្ងាត់របស់ខ្លួនដើម្បីគេចខ្លួនអ្នកដាំដុះដែលមានសម្បូរពណ៌ទងដែងបានបញ្ចេញអណ្ដាតភ្លើងពណ៌លឿងចេញពីរាងកាយរបស់គាត់ហើយបានបាត់ខ្លួនដោយផ្ទាល់ទៅក្នុងផែនដីវាហាក់ដូចជាគាត់កំពុងតែប្រើបច្ចេកទេសចលនាផែនដីចំណែកឯស្ត្រីចំណាស់បានបញ្ចេញពន្លឺពណ៌ប្រាក់ហើយនាងបានហៅកំណប់ទ្របពពកនៃសត្វក្រៀលក្នុងភាពមិនច្បាស់ស្ត្រីចំណាស់ម្នាក់នោះបានឈរលើសត្វក្រៀលបន្ទាប់មកវាបានបញ្ចេញសម្រែកយ៉ាងខ្លាំងសត្វក្រៀលពណ៌សក៏បានហោះឡើងទៅលើមេឃដោយមានស្ត្រីចំណាស់ម្នាក់ជិះនៅលើខ្លួនរបស់វា
ចំណែកឯអ្នកវឹកហាត់ម្នាក់ទៀតបានបញ្ចេញពន្លឺពណ៌ប្រាក់គាត់បានបង្កើតកាយវិការចម្លែកដោយដៃរបស់គាត់ហើយបញ្ចូលជាមួយកំណប់ដែលមិនស្គាល់មួយចំនួនហើយវាបានប្រែទៅជានាគទឹកប្រាក់យ៉ាងមុនពេលដែលពួកវាបានហោះបាត់ខ្លួនចូលទៅក្នុងពពកចំណែកឯវាងធានគូនិងក្រុមរបស់ពួកគេដែលមានវាងច័ន្ទនិងយន់រូយៀនបានប្រើប្រាស់បច្ចេកទេសអាចកំបាំងនៃវិញ្ញាណខ្មោចដែលមិនស្គាល់មួយចំនួនហើយបានហោះចេញទៅជាពន្លឺពណ៌ខ្មៅយ៉ាងធំទូលាយពួកគេបានធ្វើដំណើរយ៉ាងលឿនក្នុងល្បឿនមិនគួរឲ្យជឿចំតែមួយសន្ទុះពួកវាបានខ្លាចទៅជាពពកខ្មៅលើមេឃបាត់ទៅហាន់ឌីក៏ឆាប់ធ្វើសកម្មភាពបែបនេះផងដែរនៅពេលនោះគាត់ក៏បានចាប់ដុំថ្មដែលរើច្បងណាឡុងផ្ដល់ឲ្យរាងកាយរបស់គាត់ចាប់ផ្ដើមបញ្ចេញពន្លឺពណ៌ក្រហមភ្លាមនោះអាវពណ៌ក្រហមមួយបានលេចមកលើខ្លួនរបស់គាត់បន្ទាប់ពីបានកំណត់ទិសដៅគាត់បានចាប់ផ្ដើមចាក់ថាមពលខាងវិញ្ញាណយ៉ាងច្រើនចូលទៅក្នុងអាវពណ៌ក្រហមនោះបន្ទាប់មកវាបានផ្ទុះឡើងដោយពន្លឺពណ៌ក្រហមឆ្អៅហើយរំពាត់ហាន់លីក្នុងដុំពន្លឺមួយហើយបានបាញ់គាត់ទៅតាមអាកាសដោយធ្វើដំណើរក្នុងល្បឿនដ៏លឿនដែលប្រហាក់ប្រហែលទៅនឹងអ្នកវឹកហាត់ដទៃទៀតគាត់បានក្រឡេកមើលទៅរទេះរុញខ្យល់ដែលជិះពីក្រោយដោយពួកគេត្បិតតែមានចម្ងាយខ្លះរវាងពួកគេក៏ដោយប៉ុន្តែហាន់លីអាចមើលឃើញយ៉ាងច្បាស់ជាមួយនឹងអារម្មណ៍ខាងវិញ្ញាណដ៏ធំធេងរបស់គាត់រទេះរុញខ្យល់នេះបានបង្ហាញខ្លួនយ៉ាងចម្លែកបន្ទាប់ពីពិនិត្យមួយសន្ទុះទើបគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរទេះនេះធ្វើពីឆ្អឹងរបស់សត្វពណ៌សដ៏ប្រណិតមួយដែលមិនស្គាល់វាមានក្លិនឱកាសសាហាវហាន់លីមិនបានស៊ើបអង្កេតលើរទេះរុញខ្យល់នោះទេផ្ទុយទៅវិញគាត់បានបែរក្បាលទៅមុខហើយបដោតទៅលើការហោះហើរជំនួសវិញដោយហោះឆ្ពោះទៅភាគខាងត្បូងនៃវាលទំនាបមូឡាមួយសន្ទុះក្រោយមកហាន់លីនិងបកពួកផ្សេងទៀតបានឃ្លាតគ្នានៅក្នុងរយៈចម្ងាយប្រហែល5គីឡូម៉ែត្រនៅពេលដែលរទេះរុញខ្យល់បានមកដល់ទីតាំងមួយហាន់លីមិនអាចជួយអ្វីបានក្រៅពីមើលវាទៀតនោះទេរទេះរុញខ្យល់នោះបានឈប់មួយផ្លែតក្នុងពន្លឺពណ៌សស្រមោល4ផ្សេងគ្នាបានចាក់ចេញពីរទេះដោយបុរស3នាក់និងស្ត្រីម្នាក់អ្នកចម្បាំងអក្ខរាវិរុទ្ធទាំង4នាក់នោះបានប្រមូលផ្ដុំគ្នាហើយមានការពិភាក្សាយ៉ាងរហ័សមុនពេលដែលដេញតាមអ្នកវឹកហាត់ក្នុងកម្រិតនីសិនសូ4ផ្សេងទៀតជាសំណាងល្អគ្មាននរណាម្នាក់ធ្វើដំណើរក្នុងទិសដៅរបស់ហាន់លីឡើយហាន់លីបានធូរស្រាលពេលឃើញបែបនេះប៉ុន្តែគាត់បានស្រែកថាមិនល្អទេក្នុងពេលជាមួយគ្នានោះរទេះសេះរុញខ្យល់បានបញ្ចេញពន្លឺពណ៌សយ៉ាងប្រៃផ្សៃហើយបានបាញ់យ៉ាងសាហាវក្នុងទិសដៅរបស់ហាន់លីដោយបញ្ចេញនូវស្នាមប្រេះយ៉ាងមុតស្រួចលើលំហនៅពេលដែលហាន់លីហោះហើរក្នុងល្បឿនពណ៌ក្រហមគាត់បានមានអារម្មណ៍យ៉ាងត្រជាក់ហើយរាងកាយរបស់គាត់ចាប់ផ្ដើមបញ្ចេញពន្លឺដ៏ងងឹតហើយល្បឿនរបស់គាត់ក៏កាន់តែលឿនផងដែរអាវពណ៌ក្រហមទុំក៏ចាប់ផ្ដើមបញ្ចេញសំឡេងតិចតិចពន្លឺពណ៌សបានចាប់ផ្ដើមដេញតាមចន្លោះពន្លឺពណ៌ក្រហមលើមេឃដែលមានចម្ងាយ5គីឡូម៉ែត្ររវាងផ្ទៃទាំងពីរខណៈពេលដែលរទេះរុញខ្យល់មានល្បឿនលឿននិងគួរឲ្យភ្ញាក់ផ្អើលអាវក្រហមរបស់ហាន់លីមិនមែនជាអ្វីដែលអាចមើលស្រាលបាននោះដែរមួយសន្ទុះក្រោយមកពន្លឺទាំងពីរបានបាត់ចេញពីគែមនៃវាលទំនាបមូឡានខណៈដែលពួកគេបានហោះកាន់តែជ្រៅឆ្ពោះទៅខាងក្នុងនៃទំនាបមូឡាននោះ
ok ở lâu chúng bạn mình chọn nơi chúng phúc tí của môi rồi cao sập mùi hái ở lâu dưới chỗ thật đó chúng phúc tí của môi rồi cao sập bì đại miền trồng nòng chúng ta rồng búa này chúng niên trong ngày ok ở lâu dưới mình toàn là tết chỉ mỗi năng lực bươn là cua nhập này ao thông qua cái hòm là có hành lý nâng ở tết rừng chó một kế bản phơi đầm nơi dạng trâu nông trồng rau chiềng 20 km cho được nông viên tầm nước một làn đặc biệt là hành lý rồi áo qua cái hòm hỏi lươn chỉ muốn quạt bản rất là rong khang về nhiên là bọc quạt đầm bấy bọc bỏ ta bị còi này cát phơi đầm nơi là bọc quạt cạp nhập ở bản lịch lá nó lượm một cái bọc quạt quạt bản pra bị cầm lăng này áo những rủi thời vận tải mình tâm tại quát mình ai kích chân vì rồi tê rồi cho nó bàn tỷ vì mình nói thì thả hay là mấy bạn chỉ bỏ ra trong na thầm biên chúng thả dun bạn bằng hai mình bằng pi cao nhập ở nước về để quát bạn khơi được tê được chọn này từ bây chỉ quát chỉ là đậm đốt và lưng cầm rất bẹ cắn đá vào đòi rồi tê được chọn cứ bất chi cầm nắp chương họ lộng đắp công cụ mền vì hạ đôi chia lụt ra tại quát ra cho nắp nơi bản đồឬcó blood shadow evasion lúc từ quát ai kịch phốt bị vỉa quan tải chập tăng bị hành lý miên cầm rất vật hát đầm nạ ca ni sân xô ruột mó quát mình tuân bản to su và trang từ nâng ngạ đầm đó để mình cầm rất đôi khi nổi tệ cái này mà đó chập ở đó mà hành lý chập bắt đầu và giúp chịu mùi nạ cầm rạch đi sân số là đóยังสดับต่อเด็ดถูกใบจีกอดมีตำนุกจัดเนื้อเลือกำนับอัดกำบังระบบกอดก็ดอยกอดเปิดจีมันดังถากอดโชว์โนตีน่าขนมจำนำเนี่ยมันดกเปลืองกำรัดนี้เซนโซแต่ตัวนึงออกหน้าในการประยุทธ์น่ะหลายเตะnè đam đốc lưng ni sân số mình ban vua tung chùm nghe nhờ bao cụ kế đội cao và chốt xa nụ tề sông bay chỉ chân năm để quát nặng nâu không nông dịp cloud set và quát tầm bản tâm tại bị phía xa ẩm pi bị chạy cái tết chỉ mua cụ về cha tăng pi nị cái vào nó hai nâu ở tí krong showing sky quạt quan tại miền cao và quất và chạy khang với nhé chỉ môi đường cho bao nào lông vào nó vì mình cướp con là bay Boston cầm lăng bắt được bảo còn một tí ở lâu ní nã chấm băng ạ cà và rút để nó không có tay rình chó cầm cung đã đánh tạm quạt miền cú và chơi xong rúng để bay Boston chấm nên tọa luôn được bảo quạt hai lừa bị đi tiết quạt miền ca chập ở rồng yang khăng chấm po và chơi cái tê bình nhiên rồi bao nã chấm băng ạ cà với rút nàyเราเส้นแบบกอดอาจบันดันหรือสำหรับพิกีมข้างเดียบ้านนู้จิลพอดดอลล์ประสาบังพอดวันแต่ประเส้นแบบเหมือนอาจจะรู้กอดหนังเงี้ยรู้ขนมกาปลาสลาบทนเดอร์สตอมวิ่งระบบกอดดำไม่เพียคลวนเลือกไปในเตี้ยกอดมันอนุญาตหอยกาประยุทธ์จำนายเป้จานเป้หนุเตจับตังไปกอดสัตว์นกขนมเวียตะเบียบโบราณนี้โดยบ้านสำหรับจัดอย่างฉับหาเรียนกายว่าฮันลี่บ้านใช่อย่างครั้งโดยบนลึกพวกกระหอมวิรลดตุ๊บเพลียมโดยจุ่มนุ่มเอาไว้เนากับตุ๊บเพลียมในบนลึกอาสุราสำหรับเป็นลูกกอดกับบ้านชบหายเงี่ยกรอยกอดบ้านก็เล็กมือบนลึกปอซอได้แต่ได้กับปุ่งแต่ดังตามอย่างตัดเจ้าหมดกอดhỏi đại áo được bao quát bạn mình tranh phần lưu bó khiêu chỉ tràn chỉ mỗi nâng sầm lên chỉ bằng top vụ vía bạn bằng cơ chia sập top cả khăn ông ca bằng hai này phép đỏ cha đỏ cú ấy nhà bà ở đổi xa ní chia sầm mà phun nằm bông rồi bao quát bạch trang tôi nâng nhẹ bằng đốc rồi lưng cầm đất đi xuyên số hành lý bàn mình miên chế tận na trong ỏi vía khó nâu chấm nốt nam mùi lại mình thay bị lơ nâu và chạy cái tê đau rồi tê được xây rồi bà quát chiếng chặt sập pi rồi chiếng chặt sập pi quạt bàn chuông chập
សត្វបញ្ញារបស់គាត់ហើយបោះវាទៅលើអាកាសពីវានេះហានលីចាប់ផ្ដើមប្រើប្រាស់ដៅឫស្សីផ្គររន្ទះនេះពពកដ៏ធំសម្បើមនៃសត្វឃ្មុំពិសេសមានពណ៌ខ្មៅបានលេចចេញមកពីលើគាត់យ៉ាងរហ័សពួកវាបានវិលទៅលើអាកាសមុននឹងប្រញាប់ប្រញាល់មករកហាន់លីវិញផ្នែករបស់ហាន់លីប្រែទៅជាមានស្មារតីគាត់បានក្រវីដៃរបស់គាត់ហើយត្រាមួយចំនួនបានហោះចូលទៅវងសត្វឃ្មុំទាំងនោះវងសត្វឃ្មុំទាំងនោះបានរុំព័ទ្ធទៅលើហាន់លីភ្លាមបង្កើតបានជាគ្រឿងសឹកនៅលើរាងកាយរបស់គាត់វាមានភាពភ្លឺចែងចាំងនិងបញ្ចេញពន្លឺពណ៌ប្រាក់ដោយជាវាបានកើតឡើងអញ្ចឹងរទេះរុញខ្យល់បានមកដល់អ្នកចម្បាំងអក្ខរាវិរុទ្ធនៅខាងក្នុងរទេះនោះបានឃើញទិដ្ឋភាពដល់រន្ធត់នៃសត្វល្អិតប្រែទៅជាអាវពីដែករទេះរុញខ្យល់បានបន្ថយល្បឿនមកដល់ចម្ងាយប្រហែលជា300ម៉ែត្រពីហាន់លីសម្លឹងមើលគាត់ដោយបញ្ចេញទឹកមុខហើយមិនបានយកចិត្តទុកដាក់អ្វីឡើយផ្ទុយទៅវិញគាត់ឆ្លៀតឱកាសលាតដៃហើយហៅបន្តផ្កាមួយក្នុងដៃម្ខាងនិងក៏នឹងតូចមួយនៅដៃម្ខាងទៀតមួយសន្ទុះក្រោយមកគាត់ក៏បានបោះកណ្ដឹងតូចដាក់ពីមុខគាត់នៅក្នុងពន្លឺពណ៌ប្រាក់កណ្ដឹងតូចភ្លាមៗនោះបានពង្រីកដល់ទៅទទឹង10ម៉ែត្រហើយបានបាញ់ឆ្ពោះទៅរកសត្រូវក្នុងធម្មពលដ៏លើសលប់ក្នុងពេលជាមួយគ្នានោះហាន់លីបានបញ្ជាឲ្យដៅហោះ72ចូលទៅក្នុងហើយបង្កើតបានជាដៅពណ៌ខៀវចំនួន216ដៅនោះច្រើនដល់ហើយពេលដែលហាន់លីបាននិយាយពាក្យបញ្ជាភ្លាមវាបានបាញ់ពន្លឺយ៉ាងសន្ធឹកសន្ធាប់ហើយបានរួមជាមួយនឹងពន្លឺភ្លើងមុនពេលដែលហក់ឆ្ពោះទៅរកគូសត្រូវក្នុងរលកពន្លឺពណ៌ខៀវប្រវែង300ម៉ែត្រត្រង់មកដៅនោះវែងដល់វាបានតាមដានយ៉ាងជិតស្និទ្ធបន្ទាប់ពីកណ្ដឹងប្រាក់ហាក់ដូចជាចង់បបែកប្រទេសរុញខ្យល់នោះក្នុងការវាប្រហារតែមួយដងប៉ុណ្ណោះកណ្ដឹងប្រាក់ដែលបានចេញដំបូងបានចាប់ផ្ដើមបង្ហាញពីកម្លាំងរបស់វាបានហោះពីលើរទេះរុញខ្យល់នោះហើយចាប់ផ្ដើមវិលជាមួយនឹងការបន្លឺសំឡេងជាបន្តបន្ទាប់រលកសំឡេងពណ៌ប្រាក់ដែលអាចមើលឃើញតិចបានចាប់ផ្ដើមញ័រពីកណ្ដាលកណ្ដឹងដ៏ធំនោះដោយរំពាត់ជុំវិញរទេះរុញខ្យល់នៅពីក្រោមវាអ្នកចម្បាំងអក្ខរាវិរុទ្ធមិនបានការវាទេហាន់លីមានទំនុកចិត្តថាការវាប្រហារនឹងបង្កឲ្យមានការខូចខាតយ៉ាងធំខណៈពេលដែលកណ្ដឹងប្រាក់មិនបានទទួលការផ្លាស់ប្ដូរណាមួយការកើនឡើងដ៏ធំរបស់ហាន់លីក្នុងការដាំដុះបានបង្កើតធម្មពលរបស់វាច្រើនដងជាងពេលដែលគាត់បានប្រើវាក្នុងដំណាក់កាលនៃការបង្កើតស្នូលនៃការបង្ខាត់របស់គាត់ជាការពិតណាស់រទេះរុញខ្យល់នឹងទទួលបាននៅការខូចខាតស្លាបឈើរបស់វារំកិលបន្តិចជាង30ម៉ែត្រទៅមុខដោយកិច្ចពីរលកសំឡេងដែលហៀបទៅនឹងស្រោបលើរទេះរុញខ្យល់នោះបានបញ្ចេញពន្លឺពណ៌សយ៉ាងធំហើយស្រមោលមួយបានហោះចេញហើយអណ្ដែតពីលើវាពេលនោះរលកពន្លឺពណ៌ខៀវដ៏ធំហៀបនឹងវាយរទេះរុញខ្យល់ពេលឃើញបែបនេះអ្នកវឹកហាត់មកពីកសម្ព័ន្ធមូលានោះបានលើកដៃយ៉ាងស្ងប់ស្ងាត់របាំងពន្លឺពណ៌ខៀវជ្រៅបានលេចចេញភ្លាមពីកម្ពូលរទេះនៅពេលដែលរលកពណ៌ខៀវបានវាយប្រហាររបាំងនោះការផ្ទុះមួយបានបន្លឺសម្លេងឡើងទោះបីជាការវាយប្រហារបានធ្វើឲ្យរបាំងពន្លឺរង្គោះរង្គើក៏ដោយប៉ុន្តែនៅទីបំផុតមិនមានគ្រោះថ្នាក់អ្វីឡើយនៅពេលនោះអ្នកចម្បាំងអក្ខរាវិរុទ្ធចាប់ផ្ដើមសូត្រ
សូត្រនៅបច្ចេកទេសដ៏ចម្លែកហើយស្ដោះខ្សែពណ៌ខៀវស្ដើងចេញពីមាត់របស់គាត់មួយរំពេចនោះខ្សែនោះបានប្រែក្លាយទៅជាពស់ថ្លាន់ដ៏ធំសម្បើមខណៈពេលដែលវាបានបោះខ្លួនចេញពីរបាំងពន្លឺឆ្ពោះទៅកាន់រលកនៃពន្លឺដៅរុះពណ៌ខៀវរបស់ហាន់លីក្នុងការប៉ះទង្គិចនៃពន្លឺពណ៌ខៀវជាមួយនឹងពន្លឺពណ៌ខៀវខ្យល់បានចាប់ផ្ដើមបោកបក់យ៉ាងខ្លាំងអស្ចារ្យគ្រានោះអ្នកចម្បាំងអក្សរាវិរុទ្ធបានលើកដៃវាយរទេះរុញខ្យល់ដោយសញ្ញាអក្សរាវិរុទ្ធដ៏ចម្លែករទេះរុញខ្យល់បានបង្រួញយ៉ាងលឿនហើយបានហោះចូលទៅក្នុងដៃរបស់អ្នកចម្បាំងអក្សរាវិរុទ្ធក្នុងទំហំប៉ុនបាតដៃក្នុងពេលដែលវាត្រូវបានដាក់ឲ្យនៅឆ្ងាយដោយមានសមត្ថដោយទទួលបាននៅសុវត្ថិភាពក្នុងថង់ផ្ទុករបស់គាត់អ្នកចម្បាំងអក្សរាវិរុទ្ធបានងើយក្បាលឡើងទៅលើសម្លឹងមើលទៅហាន់លីដោយបង្ហាញនៅទឹកមុខដ៏ស្រងូតស្រងាត់បន្លែរបស់ហាន់លីបានរំតូចតួលេខនេះគឺបុរសចំណាស់ម្នាក់ដែលមានអាយុលើសពី60ឆ្នាំរូបសាក់ពណ៌ខៀវចម្លែកដាក់លើមុខរបស់គាត់ហើយគាត់ពាក់អាវប៉ាក់ពណ៌ខៀវដែលមានរចនាសម្ព័ន្ធដ៏ចម្លែកអស្ចារ្យប៉ុន្តែអ្វីដែលធ្វើឲ្យហាន់លីមានការភ្ញាក់ផ្អើលបំផុតនោះគឺភាពប្រែប្រួលខាងវិញ្ញាណដ៏ខ្លាំងក្លារបស់បុរសចំណាស់ម្នាក់នោះបុរសចំណាស់នេះពិតជាអ្នកចម្បាំងអក្សរាវិរុទ្ធនៅកម្ពុជានៃដំណាក់កាលនេះសិនសូលកម្រិតដំបូងដែលទើបតែឈានចូលក្នុងការដាំដុះវាមិនចម្លែកទេដែលគាត់អាចទប់ស្កាត់ការវាយប្រហារទាំងពីររបស់គាត់បានយ៉ាងងាយស្រួលហាន់លីបានរកឃើញរួចហើយថារបាំងពន្លឺពណ៌ខៀវមិនមែនជាបច្ចេកទេសទេវាជារបស់ដែលត្រូវបានដោះចេញពីគុជទំហំប៉ុនកណ្ដាប់ដៃដែលត្រូវបានកាន់ក្នុងដៃរបស់បុរសចំណាស់នោះចំពោះពស់ថ្លាន់ពណ៌ខៀវដ៏ចម្លែកនោះគាត់បានឃើញថាវាមិនមែនជាកំណប់ទេប៉ុន្តែជារបស់ដែលផ្សំឡើងដោយធម្មពលខាងវិញ្ញាណបេះដូងរបស់ហាន់លីកាន់តែប្រុងប្រយ័ត្នហើយការបង្ហាញរបស់គាត់កាន់តែត្រជាក់កំណប់កន្ត្រកផ្កាបុរាណនៅក្នុងដៃរបស់គាត់ចាប់ផ្ដើមភ្លឺដោយពន្លឺពណ៌សហើយហៀបនឹងបញ្ចេញនៅពេលដែលបរិសចំណាស់បានឃើញថាហាន់លីហៀបនឹងបន្តការវាយប្រហារការបង្ហាញរបស់គាត់កាន់តែមានភាពអឡារឹកហើយគាត់បានស្រែកថាឈប់សិនតើអ្នកមិនមានភាពអត់ធ្មត់ដែលឬទេសំឡេងរបស់គាត់ហាក់ដូចជាពិបាកបន្តិចហាន់លីងក់ក្បាលហើយនិយាយដោយត្រជាក់ថាតើអ្នកមានពាក្យអ្វីត្រូវនិយាយរវាងអ្នកដាំដុះនិងអ្នកចម្បាំងអក្សរាវិរុទ្ធយ៉ាងណាក៏ដោយគាត់បានចង្អុលទៅកណ្ដឹងប្រាក់ហើយឲ្យវាឈប់វាយប្រហារចំណែកកន្ត្រកផ្កាក្នុងដៃរបស់គាត់ក៏គាត់ដកអំណាចខាងវិញ្ញាណចេញពីវាដែរហើយរងចាំអ្វីដែលអ្នកចម្បាំងអក្សរាវិរុទ្ធនិយាយបុរសចំណាស់បាននិយាយទាំងសើចចំអកហើយនិយាយដោយមិនខ្វល់ថាខណៈពេលដែលពាក្យរបស់អ្នកនៅតែជាការពិតក្នុងការដាំដុះរបស់យើងមានពេលខ្លះតែការតស៊ូរហូតដល់ស្លាប់គឺមិនចាំបាច់ទេដរាបណាអ្នកឆ្លើយសំណួររបស់ខ្ញុំឲ្យអស់ខ្ញុំនឹងដោះលែងអ្នកហាន់លីក៏លេចមើលបរិសចំណាស់នោះបរិសចំណាស់ម្នាក់នោះហើយសើចចំអកថាចង្រៃយោហាន់លីអាចទាយបានហើយថាបរិសចំណាស់ម្នាក់នោះចង់សួរអំពីអ្វីនរណាម្នាក់នឹងមានការងឿងឆ្ងល់ក្នុងការឃើញអ្នកដាំដុះកម្រិតនីសិនសូលជាច្រើនលេចឡើងនៅកន្លែងតែមួយវាហាក់ដូចជាមិត្តអ្នកវឹកហាត់កំពុងតែបដិសេធលើចេតនាល្អរបស់ខ្ញុំ
មុខបរោះចំណាក់ឡើងស្រពោនក្រោយពេលបានលឺការឆ្លើយរបស់ហាន់លីបានទម្លាក់ភ្នែករបស់គាត់ចុះហើយភ្លាមនោះក៏ចង្អុលទៅលើមេឃនៅពីមុខគាត់ដាវដែលច្របូកច្របល់ភ្លាមបានបង្រួមទៅកណ្ដាលរបស់វាហើយបង្កើតបានជាដាវដ៏ធំមួយដែលមានប្រវែង100ម៉ែត្រក្នុងការវាយប្រហារយ៉ាងលឿនជាច្រើនដងពោះថ្លាន់ពណ៌ខៀវដល់ចម្លែកត្រូវបានកាត់ជាបំណែកច្រើនកង់ហើយដាវក៏បានឆ្លៀតឱកាសទៅកាប់សម្ដៅទៅរកបុរសចំណាស់តាមរយៈរបាំងពន្លឺយ៉ាងខ្លាំងទឹកមុខដល់កាយមួយបានលេចឡើងលើបុរសចំណាស់ម្នាក់នោះដោយមិននិយាយអ្វីទៀតគាត់បានលើកដៃហើយគុជទំហំប៉ុនកណ្ដាប់ដៃក៏បានហោះទៅលើអាកាសមួយសន្ទុះក្រោយមកគាត់បានបើកមាត់របស់គាត់ហើយស្ដោះទឹកមាត់ដែលមានថាមពលជីទៅលើគុជខ្យងបានភ្លឺផ្លែតជាមួយនឹងពន្លឺពណ៌ខៀវហើយវាចាប់ផ្ដើមវិលយ៉ាងលឿនខ្សែនៃពន្លឺពណ៌ខៀវស្ដើងចាប់ផ្ដើមវិលជំវិញគុជខ្យងបង្កើតបានជាសំណាញ់ពណ៌ខៀវដ៏ធំនៅក្រោមរបាំងពន្លឺក្នុងមួយប្រភេទភ្នែកសរុបពេលនោះបុរសចំណាស់បាននិយាយយ៉ាងរហ័សហើយក៏ចាប់ដៃទាំងពីររបស់គាត់ក្នុងកាយវិការដ៏ចម្លែកបន្ទាប់មកពន្លឺពណ៌ខៀវបានចាប់ផ្ដើមលាតចេញពីរាងកាយរបស់គាត់បង្កើតបានជាពន្លឺពណ៌ខៀវដ៏ធំសម្បើមពីលើបុរសចំណាស់ម្នាក់នោះពេលដាវធំចុះមកវាបានប៉ះទៅនឹងរបាំងពន្លឺដាវដ៏ធំសម្បើមវាបានបង្កើតជាពន្លឺដាវជាង200បានទម្លុះយ៉ាងងាយតាមរបាំងពន្លឺនោះជាមួយនឹងខ្យល់បោកបក់យ៉ាងខ្លាំងរបាំងពន្លឺនោះត្រូវបានបែកជាពីរហើយដាវក៏បន្តសម្ដៅវាយទៅសំណាញ់ដ៏ធំនៅខាងក្រោមខ្លួនរបស់វាសំណាញ់ពណ៌ខៀវដ៏ធំបានបញ្ចេញពន្លឺហើយទប់ទល់នឹងការចុះមករបស់ដាវដ៏ធំខ្សែសំណាញ់ដែលភ្លឺចែងចាំងបានលេចចេញជារូបរាងពីភាពធន់របស់វាដែលមិនគួរឲ្យជឿដាវដ៏ធំនោះបានកាប់សំណាញ់នោះយ៉ាងសាហាវជាច្រើនដងប៉ុន្តែសំណាញ់នៅតែមិនរងការខូចខាតដដែលក្រោមការត្រួតត្រានិងគ្រប់គ្រងពីបុរសចំណាស់នោះសំណាញ់បានរុំស្ទាប់ជាច្រើនដងជុំវិញដាវហើយដាក់អន្ទាក់ដាវក្នុងរយៈពេលយ៉ាងខ្លីអ្វីតែត្រូវបានទប់ទល់ដោយភាពធូររលុងក៏ដោយក៏វានៅតែពិបាកក្នុងការគេចចេញក្នុងរយៈពេលមួយចំនួនផងដែរហានលីងក់ក្បាលដូចជាគាត់គិតអំពីអ្វីដែលត្រូវធ្វើបន្ទាប់ទៅទៀតបុរសចំណាស់បានចាប់យកគំនិតមួយនេះជាមួយនឹងទឹកមុខដ៏ត្រជាក់បុរសចំណាស់បានកាន់ដៃរបស់គាត់ក្នុងកាយវិការដ៏ចម្លែកភ្លាមនោះ scream នៃត្រាបុរាណរបស់អ្នកចម្បាំងអក្ខរាវិរុទ្ធចម្រុះពណ៌បានចាប់ផ្ដើមបាញ់ចេញពីដៃរបស់គាត់ឆ្ពោះទៅរកពន្លឺនៅខាងលើខ្លួនរបស់គាត់លំហពន្លឺពណ៌ខៀវបានចាប់ផ្ដើមរួញដុំទឹកកករាប់មិនអស់នៃគ្រីស្តាល់ពេញបាតដៃបានចាប់ផ្ដើមលេចឡើងជុំវិញបុរសចំណាស់នោះរំពេចនោះពន្លឺពណ៌ខៀវបានគ្របដណ្ដប់ពេញផ្ទៃដី30ម៉ែត្រជាមួយនឹងការចងចាំយ៉ាងខ្លាំងបុរសចំណាស់នោះបានលាតដៃហើយបាននិយាយពាក្យបញ្ជាយ៉ាងរត់ថាទៅក្នុងពេលនោះគ្រីស្តាល់ទឹកកកបានបាញ់ខ្លួនរបស់វាទៅផ្ទៃមេឃដោយសំឡេងយ៉ាងសាហាវរលកដ៏ក្រាស់ដែលរបស់មកលើទីតាំងរបស់ហាន់លីបានធ្វើឲ្យមានការមើលឃើញដ៏អស្ចារ្យនេះជាបច្ចេកទេសវិញ្ញាណ
Handy miền tức mục nhạc ở bản té đây là bỏ quát mình nấu sự nghiệp tỷ quát bản bớt còn tọ cả hơi tét thong đầy sát tự nhiên đâu chẳng kẻ là bỏ quát bộ bộ này sát không muốn liếp trọ bạ của mía máu bàn và nhấp vào nhà tranh mỗi dạng khăn hơi chạp vào đớm lông quát riêng cái là bỏ Handy lượng ní sát muốn mình bán rải khai từ chia vật thụ na mùi lời cụ kế còn tại bóng vỡ tao nâng cần lại nút đậm bấy bóng kết chia rồi ngắn để đi rang mình oi ở bầy muối chồ bàn han lý nâng lẹ quát vì ca mơ khởi han lý bàn bánh chênh cả đọ cả đối với các bạn chạy tranh vị tay được bảo quản vì bạn phải khai từ chiếc bộ này áp bỏ xó ở tàu bán chốt và căn đặt đó tàu căn rồi bán này crystal từ cỏ vì bạn sử dụng crystal từ cỏ thị tràn để bắt luôn được bảo vệ nâu về đường này ban cả lần phim crystal từ cỏ nâu về sẽ xóa bản họ chung quanh cần rõ cả hạ với đôi chi miền phía với chả điện kháng hãy vì bản bê mổ rô hành lý đầu tiên chỉ bản tàu bản tốt crystal tự có từ bản bản chốt rồi vuông sát không búng một plate một bế viết từng lúc chốt đầu hàng khăn nồng đầu băng ca bia sát ớt đầu bản chút ở đôi đám là quỳnh bỏ ra chùm na bú mình ai chui ở với bạn lời bạn té cốt bạn sấy đôi sầm lên chặt lăng bạn top bị bạn khơi hết cả đi và trái cái tê Chris và trái cái tê Chris và trái cái tê crystal tự có ở bỏ cốt cứ sự điên trở nên và trái cái tê đau đậm đốt thiết để chia bởi chạy cái tê tự có ai square tụ chia chẳng na có đối vì miền Bắc Đông An trơn chiêng hơi đông tự có trâu bản một cát lang đang sống vì chi tự có đó chỉ điều trâu để các bạn đồng đốt vì không luôn rồi bỏ qua vì mình trong tay miền phía một số đó cha bọn nó tỷ bọn tay vì tham tiền trò chạ mình cuối chưa phòng đại nè đầm đô để mình bán nâng ông bí rừng ní nâng mình ái đó sai chỉ mùi tự có chi ní bản tỷ chỉ chẳng nga có đói crystal tự có rồi bỏ cốt bạn bắt đằng sống rồi nguyên sả nhà lấy tự có chi mình top vì sẽ tư ngôi sườn tú còn bán kích trong pra rong khang và nhiên tập bấy bớ khang không rồi bắn sát lật vận tải phim lúc còn bán lư sùng lên khăn vì lứa luôn được bỏ quạt quạt đón tới lư sùng lên như ru vì thử chuyện chẳng song kháng bỏ quát một vế quát miền ở rong thả mà ở đây bỏ quát rõ áp quát có bán lệ chốt bị lơ bê đổi xa tại cả prong bờ giặt rồi bỏ quát bờ nhập té tay châu khní dạng khăng bún nắng ở độ băng bún đưa bỏ xó địch lang trung bình luôn rồi bỏ quát ngược chỗ làng vĩnh hai về các bao đồng mớ kháng lơ luôn được quát khơi còn đăng bạc đỏ thống bàn nấu kháng lơ quát bàn rong cao vi praha rồi toát vì về nút còn đăng bàn bánh chanh bên lư của pra hai bàn bánh sống lên mùi tiền lực ní cả vi praha mình ban sống đau từ lơ vừa đó chấm ná nút tê rồi từ vinh rồi lỗ sống lên cứ sống đau từ lơ sống lạnh của khiêu đã thông sống bơm từ vinh đá cầm uống để rung chóp chim môi nè đau khiêu và bỏ hành lý của đó chấm là nút
បានស្ដាយថាមិនល្អទេបរោះចំណាស់នោះនឹកឃើញខ្លួនឯងភ្លាមហើយព្យាយាមយ៉ាងប្រញាប់ប្រញាល់បញ្ចេញបច្ចេកទេសទប់ស្កាត់ការវាយប្រហារប៉ុន្តែគាត់បានយឺតពេលបាត់ទៅហើយសំណាញ់ពណ៌ខៀវត្រូវបានវាយប្រហារដោយរលកសំឡេងពណ៌ប្រាក់ហើយត្រូវបានបំបែកតាច់ពីគ្នាមួយអ៊ីងដែលវាអនុញ្ញាតឲ្យដាវដ៏ធំមួយនោះអាចបំបែកចេញពីការចងរបស់វាដាវដ៏ធំនោះបានតម្រង់ទៅរកបុរសចំណាស់ដោយមិនមានការរារាំងអ្វីទៀតឡើយអ្វីត្បិតតែបុរសចំណាស់នោះត្រូវបានគ្របដណ្ដប់ដោយសន្តិភាពការពារក៏ដោយក៏គាត់មិនហ៊ានទទួលការវាយប្រហារដោយផ្ទាល់ពីដាវដ៏ធំសម្បើមបែបនេះទេដោយទឹកមុខខ្លេចស្លាំងគាត់បានហៅរបាំងពន្លឺពណ៌ខៀវដែលលាតសន្ធឹង100ម៉ែត្រជុំវិញខ្លួនរបស់គាត់មួយសន្ទុះក្រោយមកគាត់បានយកកំណប់វេទមន្តពីក្នុងខ្លួនរបស់គាត់ហើយបានបញ្ចេញថាមពលឈីមកលើវាបង្កើតបានជាស្រទាប់ការពារមួយទៀតនៃពន្លឺហើយគាត់បានបែរទៅមើលហានីដោយទឹកមុខយ៉ាងអាក្រក់របាំងសត្វល្អិតរបស់ហានីបានខ្ចាត់ខ្ចាយរួចវាបានខ្លាចទៅជាពពកដែលអណ្ដែតពីលើខ្លួនរបស់គាត់បានលាតដៃរបស់គាត់ហើយផ្កាតកកអាសុរាធំជាងច្រើនអ៊ីងបានលេចឡើងក្នុងដៃរបស់គាត់សម្លឹងមើលទៅបុរសចំណាស់ដោយប្រងើយកន្តើយនៅពេលដែលការសម្លឹងមើលរបស់ពួកគេបានជួបគ្នាការសម្លឹងទៅដល់ត្រជាក់របស់ហាលីបានធ្វើឲ្យបុរសចំណាស់នោះញ័ររន្ធត់ទោះជាយ៉ាងណាក៏ដោយភ្លាមនោះការមើលឃើញរបស់គាត់ត្រូវបានបដូរទៅលើការតកកដល់ប្រឹងតូចមួយនៅក្នុងប្រអប់ដៃរបស់ហានីហើយគាត់បានបង្ហាញពីភាពងឿងឆ្ងល់ដ៏អស្ចារ្យនៅក្រោមពន្លឺថ្ងៃផ្កាតកកបានបញ្ចេញពន្លឺយ៉ាងត្រចះត្រចង់ក្នុងការបង្ហាញពីភាពស្រស់ស្អាតដ៏ធំល្វឹងល្វើយរបស់វាប៉ុន្តែវាបានធ្វើឲ្យចិត្តមនុស្សចាស់នោះបានប្រែប្រួលគាត់បានបណ្ដុះបណ្ដាលបច្ចេកទេសវិញ្ញាណតកអស់រយៈពេលរាប់រយឆ្នាំគាត់អាចមានអារម្មណ៍ថាថាមពលខាងវិញ្ញាណដ៏ត្រជាក់គួរឲ្យភ្ញាក់ផ្អើលពីផ្កាតកនោះទោះបីជាវាមានអារម្មណ៍ថាមិនសូវស្គាល់ក៏ដោយក៏បុរសចំណាស់នោះពោពេញដោយភាពភ័យខ្លាចដែលគាត់មិនអាចនិយាយបានឡើយរំពេចនោះបុរសចំណាស់បាននិយាយថាតើអ្នកបានប្រើវាដើម្បីទំនោះបច្ចេកទេសវិញ្ញាណរបស់ខ្ញុំមែនទេតើអ្នកអាចប្រាប់ខ្ញុំអំពីកំណត់ទ្រព្យរបស់អ្នកបានទេនៅពេលដែលហាន់លីឮដូច្នេះគាត់ញញឹមហើយនិយាយដោយស្ងប់ស្ងាត់ថាកំណត់មែនទេតោះទុកវាចោលសិនទៅប្រសិនបើអ្នកយល់ព្រមប្រាប់ខ្ញុំអំពីបច្ចេកទេសវិញ្ញាណរបស់អ្នកខ្ញុំប្រហែលជានិយាយអ្វីមួយអំពីវាអ្វីទៅតើអ្នកដាំដុះដូចជាអ្នកចាប់អារម្មណ៍នឹងបច្ចេកទេសវិញ្ញាណអ្នកចម្បាំងអក្ខរាវិរុទ្ធមែនទេវាមិនចម្លែកទេការផ្ចាប់ផ្អើលរបស់បុរសចំណាស់ត្រូវបានជំនួសដោយការបញ្ចេញមតិដ៏អពូរប៉ុន្តែពីការក៏លេចមើលទៅបុរសចំណាស់នោះហាន់លីបានបញ្ចេញនៅដាននៃភាពភ័យខ្លាចដែលគាត់បានកាន់ផ្កាតកនោះពេលបុរសចំណាស់បានឃើញការបញ្ចេញមតិរបស់ហាន់លីគាត់ខឹងយ៉ាងខ្លាំងគាត់បានទះថង់ដៃផ្ទុករបស់គាត់ហើយគាត់បានហៅវត្ថុមួយក្នុងពន្លឺពណ៌ខ្មៅវាមានពណ៌ខ្មៅហើយមើលទៅដូចជាភ្នំតូចមួយហាន់លីសម្លឹងមើលដោយមានការភ្ញាក់ផ្អើលមុននឹងគាត់អាចពិនិត្យវត្ថុនោះបុរសចំណាស់បានចាប់ផ្ដើមសូត្រមន្តអាគមភ្លាមនោះគាត់បានបោះភ្នំតូចមួយទៅលើអាកាសហើយវាបានបញ្ចេញពន្លឺពណ៌ខ្មៅមួយរំពេចនោះទំហំរបស់វាបានកើនឡើងដល់ទទឹង100ម៉ែត្រ
ហើយវាបានបន្តពង្រីកពេលហាន់លីឃើញបែបនេះគាត់មានអារម្មណ៍យ៉ាងត្រជាក់ហាន់លីចង្អុលដៅអសុរាដ៏ធំរបស់គាត់ហើយកាប់យ៉ាងសាហាវទៅលើកំពូលភ្នំនោះជាមួយនឹងការញ័រដ៏ធំ Scream អសុរានិងពលឺខ្មៅបានបុកគ្នាបានបញ្ចេញនូវដុំថ្មនិងពន្លឺដ៏អស្ចារ្យហាន់លីបានបង្រួមភ្នែករបស់គាត់ពេលគាត់លេចមើលទៅកន្លែងប៉ះទង្គិចគ្នានោះដាវរបស់គាត់បានជីករណ្ដៅជម្រៅ30 ម៉ែត្រចូលទៅក្នុងកំពូលភ្នំពណ៌ខមៅនោះទោះជាយ៉ាងណាក៏ដោយវាច្បាស់ណាស់ថាវានៅឆ្ងាយពីការបំបែកភ្នំនោះជាពីរលើសពីនេះទៅទៀតគាត់អាចមើលឃើញភ្នំនោះវាបានស្ដារឡើងវិញនៅការខូចខាតភាគច្រើនដែលបានបង្កដោយដាវរបស់ហាន់លីភ្នំនេះមានកម្ពស់ជាង300 ម៉ែត្រក្នុងរស្មីពណ៌ខ្មៅរបស់វាបានលេចឡើងមិនខុសពីភ្នំពិតនោះទេហាន់លីក៏បានបញ្ចេញមតិរបស់គាត់ពេលឃើញភ្នំខ្មៅដែលឈរនៅពីមុខខ្លួនគាត់គ្មានការសង្ស័យទេថាបើភ្នំនេះវាយប្រហារគាត់រណាំងគ្រឿងសឹកក៏មិនអាចជួយគាត់បានផងដែរនៅពេលនេះដាវដ៏ធំរបស់ហាន់លីបានវាយទៅលើភ្នំដ៏ធំនោះជាច្រើនដងប៉ុន្តែគ្មានប្រសិទ្ធភាពអ្វីឡើយបុរសចំណាស់នោះក៏បានសើចចំអកហើយចង្អុលទៅភ្នំនោះម្ដងទៀតជាមួយនឹងខ្យល់បក់បោកវាបានលេចពីលើខ្លួនរបស់ហាន់លីហើយចាប់ផ្ដើមធ្លាក់ចុះយ៉ាងសាហាវហាន់លីបានបញ្ចេញភ្លេចបន្ទោពីខ្នងរបស់គាត់ក្នុងពន្លឺភ្លើងពណ៌ប្រាក់គាត់បានបាត់ខ្លួនដោយគ្មានតានគាត់បានបង្ហាញខ្លួន100 ម៉ែត្រពីចម្ងាយដោយមានស្លាបពណ៌សប្រាក់មួយគូនៅលើខ្នងរបស់គាត់ក្នុងករណីដែលហាន់លីបានបាត់ខ្លួននេះបុរសចំណាស់មានអារម្មណ៍ថាបេះដូងរបស់គាត់បានធ្លាក់ចុះបុរសចំណាស់បានឃើញហាន់លីបង្ហាញខ្លួនម្ដងទៀតនៅទីតាំងផ្សេងគាត់បានក៏លេចមើលហាន់លីដោយប្រុងប្រយ័ត្នការបង្ហាញរបស់គាត់ពោពេញទៅដោយការភ្ញាក់ផ្អើលដោយដឹងថាហាន់លីមានសមត្ថភាពធ្វើចលនាបានភ្លាមបុរសចំណាស់ដឹងថាគាត់នឹងមិនអាចទប់ទល់ជាមួយនឹងហាន់លីបានទេទោះបីជាគាត់ប្រឹងប្រែងយ៉ាងណាក៏ដោយយ៉ាងណាមិញការដាំដុះបច្ចុប្បន្នរបស់គាត់គ្រាន់តែអាចផ្លាស់ទីតាំងភ្នំដ៏ធំបានច្រើនដងប៉ុណ្ណោះការប្រើប្រាស់នីមួយៗនឹងធ្វើឲ្យធម៌ពលវេទមន្តរបស់គាត់ថយចុះយ៉ាងខ្លាំងគាត់នឹងមិនហ៊ានប្រើប្រាស់វាច្រើនដងទេ